ការចាប់ផ្ដើមមិនបានល្អរបស់ Ronaldo នៅ World Cup 2026 មិនមែនមានន័យថាគាត់គ្មានឱកាសលើកពាននោះទេ Portugal នៅតែមានការប្រកួត2ដងទៀតក្នុងវគ្គចែកពូលដើម្បីកែប្រែស្ថានភាព Ronaldo គឺជាកីឡាករដែលមានបទពិសោធន៍និងស្មារតីប្រកួតខ្ពស់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ទោះបី Portugal ស្មើជាមួយប្រទេសកុងហ្គោក្នុងការប្រកួតបើកឆាកក៏ដោយតែការប្រកួតនេះមិនកំណត់ជោគវាសនារបស់ពួកគេទាំងមូលទេក្រុមរបស់លោក Roberto Martinez នៅតែមានកីឡាករឆ្នើមជាច្រើនជុំវិញ Ronaldo ការឈ្នះនៅការប្រកួតបន្ទាប់អាចធ្វើឲ្យ Portugal ត្រឡប់មកជាបេក្ខភាពប្រជែងពានវិញបានប្រវត្តិបាល់ទាត់បានបង្ហាញថាក្រុមជាច្រើនចាប់ផ្ដើមមិនល្អប៉ុន្តែអាចឈានដល់វគ្គផ្ដាច់ព្រាត់ Ronaldo ក៏បានបញ្ជាក់ដែរថាដំណើររបស់ Portugal នៅ World Cup 2026 នៅវែងឆ្ងាយណាស់ដូច្នេះអ្នកគាំទ្រមិនគួរបាត់បង់ជំនឿលើ Portugal និង Ronaldo ឆាប់ពេកឡើយនៅក្នុងបាល់ទាត់អ្វីៗអាចផ្លាស់ប្ដូរបានគ្រប់ពេលរហូតដល់សម្លេងកញ្ចែចចុងក្រោយនៃការប្រកួតវគ្គផ្ដាច់ព្រាត់